លំហាត់អក្សរពោ x ការ៉េស្មើ 0.04 ចឹងយើងរកតម្លៃនៃ x នេះគឺវាមានចម្លើយ2យើងដាក់ចម្លើយទី1តាំងឲ្យ x 1ស្មើយើងពាក់ radical ឲ្យចំនួន 0.04 រួចហើយយើងបដូរចំនួនទស្សភាគឲ្យចេញទៅជាប្រភាគដើម្បីងាយស្រួលក្នុងការលើកទៅជាស្វ័យគុណឬក៏លើកជាការ៉េចឹង 0.04 យើងលើកជាប្រភាគគឺយើងបាន4លើ100ហើយ4យើងអាចលើកជាស្វ័យគុណបាន2ស្វ័យគុណ2 100យើងលើកបាន10ស្វ័យគុណ2ចឹងយើងប្រើវងកញ្ចក់ក្តោបដាក់ការ៉េរួមគ្នារួចហើយយើងពាក់ radical ឲ្យនឹងយើងចេញពី radical មកគឺយើងបាន2លើ10យើងបាន2លើ10ចឹងចំនួន2លើ10យើងអត់សម្រួលទេគឺយើងបដូរវាឲ្យទៅជាទស្សភាគឲ្យដូចប្រធានដើមវិញណាដោយសារគេឲ្យមកជាចំនួនទស្សភាគអញ្ចឹងយើងបដូរចម្លើយជាប្រភាគនេះឲ្យទៅជាចំនួនទស្សភាគវិញអញ្ចឹងភាគបែង10យើងអាចកាត់ក្បៀសយកមួយខ្ទង់អញ្ចឹងភាគយករបស់យើងមានមួយខ្ទង់យើងថែម0មួយមកកាត់ក្បៀសបាន 0.2 ចឹងចម្លើយទី2គឺដូចគ្នាដែរយើងគ្រាន់តែថែមសញ្ញាដកបញ្ជាក់ពីចំនួនអវិជ្ជមានចឹងយើងដាក់ radical ឲ្យ 0.04 រួចហើយយើងដូរចំនួនទស្សភាគនេះឲ្យចេញទៅជាប្រភាគសិនដើម្បីឲ្យងាយស្រួលលើកជាការ៉េអញ្ចឹងយើងដាក់មកបានប្រភាគដូចគ្នាគឺ4លើ100ចឹងយើងលើកជាការ៉េគឺយើងបាន2លើ10អញ្ចឹងយើងប្រើវងកញ្ចក់ក្តោបដាក់ការ៉េរួមគ្នាហើយចេញក្រៅជួបជាមួយនឹងសញ្ញាដកវាបានទៅជាចំនួនអវិជ្ជមានអញ្ចឹងចម្លើយគឺមាន2ណាឬការ៉េនៃតម្លៃ x នេះគឺមាន2ចម្លើយទី1គឺស្មើនឹង 0.2 ចម្លើយទី2គឺស្មើនឹងដក 0.2បើគេឲ្យមកជាចំនួនទស្សភាគយើងត្រូវផ្លាស់ប្ដូរឲ្យចេញទៅជាទស្សភាគឲ្យគេវិញយើងដូរជាប្រភាគសិនដើម្បីងាយស្រួលនៅក្នុងការលើកទៅជាការ៉េបន្ទាប់មកយើងផ្លាស់ប្ដូរវាឲ្យទៅជាទស្សភាគវិញលំហាត់បន្តទៀតគឺលេខរៀងអក្សរផូ x ការ៉េស្មើឲ្យដក 0.0025 អញ្ចឹងចំនួនអវិជ្ជមានមិនអាចលើកជាការ៉េបានទេដូច្នេះបញ្ជាក់ថាវាគ្មានឫសឬក៏គ្មានចម្លើយចំនួនអវិជ្ជមានគ្មានឫសការ៉េទេយើងមិនអាចលើកជាការ៉េបានដូច្នេះបណ្ដៃថានៅក្នុងនេះគឺជាសមីការដែលគ្មានឫសអញ្ចឹងយើងបញ្ជាក់ប្រាប់គេមកចំនួនអវិជ្ជមានគ្មានឫសការ៉េទេដូចនេះសមីការគ្មានឫសចូលដល់លំហាត់សមូ x ការ៉េស្មើ 0.49 អញ្ចឹងវាជាចំនួនទស្សភាគពេលដែលយើងគណនារកតម្លៃនៃ x ឥឡូវចម្លើយវាមាន2ដូចគ្នាយើងដាក់ x 1ស្មើពាក្យ radical ឲ្យ 0.49 បន្ទាប់មកយើងផ្លាស់ប្ដូរចំនួនទស្សភាគនេះឲ្យចេញទៅជាប្រភាគគឺយើងបាន49លើ100 49យើងអាចលើកជាការ៉េបាន7ការ៉េ100យើងលើកបាន10ការ៉េយើងប្រើវងកញ្ចក់ក្តោបដាក់ការ៉េរួមគ្នាហើយយើងចេញមកបាន7លើ10 7លើ10យើងបដូរឲ្យចេញទៅជាទស្សភាគគឺយើងបាន0.7ណាភាគបែង10យើងកាត់ក្បៀសយកមួយខ្ទង់អញ្ចឹងវាអត់គ្រប់យើងថែម0កាត់ក្បៀសឲ្យចម្លើយទី2យើងដាក់ x 2ស្មើយើងដាក់សញ្ញាដកឲ្យរួចហើយចំនួនលេខគឺដូចគ្នាយើងផ្លាស់ប្ដូរចំនួនទស្សភាគនេះឲ្យចេញទៅជាប្រភាគដើម្បីងាយស្រួលក្នុងការលើកជាស្វ័យគុណលើកទៅជាការ៉េអញ្ចឹងយើងបាន7លើ10ណាយើងដាក់ការ៉េរួមគ្នាហើយយើងចេញមកក្រៅជួបជាមួយនឹងសញ្ញាដកបានទៅជាចំនួនអវិជ្ជមានចឹងយើងបានដក7លើ10
ហើយយើងផ្លាស់ប្ដូរចំនួនប្រភេទនេះឲ្យចេញទៅជាទស្សភាគគឺយើងបានដក 0.7 ដូចនេះចម្លើយមាន2ចម្លើយទី1គឺបាន 0.7 ចម្លើយទី2គឺបានដក 0.7 នេះគ្រូចង់បញ្ជាក់កន្លែងនេះបន្តិចណាក្នុងលំហាត់នេះគេឲ្យមកជាសម័យកាលណា x ការ៉េស្មើនឹង 0.04 នេះវាគឺជាសម័យកាលអញ្ចឹងសម័យកាលគឺមានសញ្ញាស្មើនៅកណ្ដាលហើយមានអង្គទី1មានអង្គទី2គឺយើងដោះស្រាយមកគឺមានចម្លើយ2ពេលដែលយើងរកតម្លៃ x ណាគឺមានចម្លើយ2តែសម្រាប់គេឲ្យរកឫសការ៉េនៃចំនួនណាគេឲ្យរករឹសការ៉េនៃចំនួន 0.04 អានេះអត់តាក់ទងជាមួយនឹង x ទេគឺវាមិនមែនជារៀងរបស់សម័យកាលទេគឺជាតម្លៃលេខដែលគេឲ្យមកតែម្ដងអញ្ចឹងយើងដោះស្រាយតាមតម្លៃលេខដែលគេឲ្យមកចម្លើយរបស់វាគឺមានតែមួយទេអត់មានចម្លើយ2ដូចយើងរកតម្លៃនៃ x ទេយើងគ្រាន់តែចង់បានឫសការ៉េរបស់ចំនួន 0.04 អញ្ចឹងយើងយកចំនួន 0.04 នេះមកពាក្យ radical ហើយយើងលើកជាការ៉េដើម្បីចេញក្រៅ radical យើងនឹងបានជាឫសការ៉េរបស់វាអញ្ចឹងចំនួនទស្សភាគនេះកុំឲ្យពិបាកក្នុងការលើកជាស្វ័យគុណលើកជាការ៉េគឺយើងផ្លាស់ប្ដូរទៅជាប្រភាគយើងបាន4លើ100អញ្ចឹងយើងអាចលើកជាការ៉េបានដោយយក2លើ10អញ្ចឹងយើងដាក់ការ៉េរួមគ្នាវាហើយយើងចេញមកក្រៅបាន2លើ10ចឹងយើងអត់សម្រួលទេគឺយើងផ្លាស់ប្ដូរជាចំនួនទស្សភាគឲ្យដូចប្រធានដើមគឺយើងបាន 0.2 ចឹងចម្លើយវាមានតែមួយទេអត់មានចម្លើយ2ដូចជាយើងរកតម្លៃ x ទេចឹងកូនកូនកុំឲ្យច្រឡំកន្លែងនេះថារកឬការ៉េហេតុអីអានេះមានចម្លើយតែមួយព្រោះអីវាមិនមានតាក់ទងជាមួយនឹងសម័យកាលទេអត់មានតម្លៃនៃ x ទេគឺជាចំនួនដែលគេឲ្យមកជាចំនួនវិជ្ជមានតែម្ដងអញ្ចឹងចម្លើយរបស់វាគឺមានតែមួយទេអញ្ចឹងយើងបានឫសការ៉េនៃចំនួន 0.04 គឺស្មើនឹងគឺ 0.2 ចេះជាឫសការ៉េរបស់វានៅក្នុងនេះអត់មានតម្លៃ x ទេគឺវាមានចម្លើយតែមួយទេសូមកូនៗជួយចុច Subscribe នៅក្នុងវីដេអូរបស់អ្នកគ្រូដើម្បីទទួលបាននូវវីដេអូថ្មីសូមអរគុណ